តើទាំងអស់គ្នាយើងមកជួបគ្នាជាមួយនឹង display grid ទៀតអីចឹងថ្ងៃនេះខ្ញុំនឹងមកនិយាយអំពីgap នៅក្នុងនឹងយើងចង់ដាក់ gap column gap ហើយនឹង row gap មេរៀនយើងគឺជាមេរៀនចាស់ទេគ្រាន់តែមានភាពខុសប្លែកគ្នាទៅបន្តិចដែលខ្ញុំដាក់ color វាទៅជាពណ៌ក្រហម background color របស់ item មួយណា box មួយហ្នឹងទៅជាពណ៌ក្រហមហើយខ្ញុំដាក់ color របស់អក្សរហ្នឹងទៅជាពណ៌សហើយដឹកឲ្យស្រួលមើលបន្តិចណានេះជាអ្វីដែលខ្ញុំកែពីមេរៀនចាស់ហើយអានេះគឺជាមេរៀនចាស់ទេក៏ខ្ញុំលុប 1FO ហ្នឹងចេញអញ្ចឹងឥឡូវយើងមកនិយាយអំពី gap ចុះបើសិនជាយើងអត់មានអា gap នៅក្នុង div នេះគឺយើងនឹងវានឹងជាប់គ្នាយើងមើលអត់ដឹងទេអញ្ចឹងខ្ញុំដាក់ margin ទៅ margin ណា margin អញ្ចឹងមិញខ្ញុំដាក់ 5 មើលទៅវារៀងធំបន្តិចឥឡូវខ្ញុំដាក់តែ1បានណាឲ្យវាចេញតែឈ្មោះបន្តិចបានណាអូខេអញ្ចឹង gap នេះខ្ញុំគ្រាន់ដាក់ដើម្បីឲ្យឃើញថាវាប្រអប់ដាច់ពីគ្នាទេហើយអញ្ចឹងឥឡូវនេះយើងមកនិយាយអំពី column gap តើ column gap មានន័យថាម៉េច column gap គឺ gap នៅចន្លោះ column មួយនេះកន្លែងសហ្នឹងអញ្ចឹង column gap អញ្ចឹង column gap គឺយើងវាយពាក្យcolumn gap មកអូខេ column គេនេះ column gap នៅក្រោមឥឡូវខ្ញុំវាយដល់ column gap អូខេ column gap ហើយខ្ញុំដាក់ប៉ុន្មានឧទាហរណ៍ថាខ្ញុំដាក់10ណា10 px អញ្ចឹងនៅក្នុងហ្នឹង column gap វានឹងដាក់ចន្លោះឲ្យ column មួយពី column មួយទៅ column មួយហ្នឹងគឺវាមាន gap ចន្លោះប្រហែល px 10 px ចឹងទៅ10 pixel ណាតែអានេះវាមិនមែន10 pixel ទេវាបូករួមជាមួយនឹង1 pixel របស់ margin ទៀតណាអូខេអញ្ចឹងអាហ្នឹងអញ្ចឹងហើយបើយើងចង់ដាក់row gap គឺយើងវាយ row gap មកហើយយើងដាក់ប៉ុន្មានឧទាហរណ៍ខ្ញុំដាក់20ណាបើលោកអ្នកចង់បាន row gap ហ្នឹងឲ្យដល់20គឺវាចន្លោះនេះគេហៅ row gap អញ្ចឹងចន្លោះនៃ row មួយណាយើងភាសាខ្មែរយើងថាចន្លោះនៃពី row មួយទៅ row មួយហើយដល់ពេល column gap គឺចន្លោះពី column មួយទៅ column មួយណាអូខេហើយបន្តមកទៀតឥឡូវខ្ញុំលុបអានេះវិញហើយក៏មិនបាច់លុបទុកអញ្ចឹងក៏បានតែលុបអូខេខ្ញុំលុបអាហ្នឹងវិញលុបចន្លោះយ៉ាងវិញខ្ញុំឲ្យនៅសល់ចន្លោះតូចវិញ